ក្រមប្រឹក្សារដ្ឋមន្ត្រីនិងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈបានត្រូវគេអញ្ជើញមកជំនុំជាបន្ទាន់ដើម្បីជ្រើសរើសស្ដេចឲ្យឡើងសោយរាជ្យជាបន្តទេសាភិបាលជាន់ខ្ពស់បារាំងប្រចាំនៅប្រទេសកម្ពុជាបានធ្វើជាគណៈអធិបតីក្នុងកិច្ចជំនុំជ្រើសរើសក្សត្រាឲ្យឡើងគ្រងរាជ្យបន្តនេះហើយនាពេលនោះព្រះអង្គម្ចាស់ស៊ីសវត្តក៏បានត្រូវគេជ្រើសរើសឲ្យឡើងគ្រងរាជ្យតាមការគ្រោងទុករបស់បារាំងមែនលោករដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការអាណានិគមបារាំងបានផ្ញើសាររំលែកទុកមួយថ្វាយព្រះបាទស៊ីសវត្តនៅក្នុងសារនោះលោករដ្ឋមន្ត្រីបារាំងបានថ្លែងពីទឹកចិត្តក្តុកក្តួលរបស់លោកពេលដែលលោកបានទទួលដំណឹងមរណភាពរបស់ព្រះបាទនរោត្តមលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្នុងមួយជីវិតរបស់ព្រះបាទនរោត្តមព្រះអង្គមិនដែលខកខានក្នុងការបង្ហាញនូវភក្តីភាពរបស់ព្រះអង្គចំពោះបារាំងម្ដងណាឡើយព្រះរាជសារឆ្លើយតបរបស់ព្រះបាទស៊ីសវត្តទៅកាន់លោករដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការអាណានិគមនិយាយត្រង់ហើយចំចំណុចជាងព្រះបាទស៊ីសវត្តទ្រង់ថ្លែងអំណរគុណដល់លោកប្រធានាធិបតីបារាំងដែលបានសម្រេចលើកព្រះអង្គឲ្យឡើងសោយរាជ្យនៅប្រទេសកម្ពុជាមរណភាពរបស់ព្រះបាទនរោត្តមបានផ្ដល់នូវភាពសេះដាច់បង្ហៀក្នុងការក្តោបក្តាប់រាជសម្បត្តិនៅក្នុងព្រះរាជវាំងខ្មែរតាមចិត្តចង់របស់បារាំងព្រះរាជា3ព្រះអង្គទៀតនៅក្នុងរជ្ជកាលក្រោយមកបានត្រូវបារាំងជ្រើសរើសឲ្យឡើងសោយរាជ្យដោយដៃបារាំងផ្ទាល់ទាំងអស់នៅពេលដែលព្រះបាទនរោត្តមនៅមានព្រះជន្មនៅឡើយបារាំងតែងតែជួបឧបសគ្គដែលបង្កឡើងដោយព្រះបាទនរោត្តមក្នុងការអនុវត្តផែនការរបស់ខ្លួនក្រោយពេលដែលព្រះអង្គចូលទីវង្គតទៅនៅឆ្នាំ1904ប្រទេសកម្ពុជាបានក្លាយទៅជារោងចក្រផលិតថវិកាសម្រាប់បញ្ជូនទៅប្រទេសបារាំងតែប៉ុណ្ណោះអ្វីត្បិតតែនៅក្នុងរាជ្យរបស់ព្រះបាទនរោត្តមព្រះអង្គមិនមែនចេះតែរារាំងបារាំងបានគ្រប់ពេលក៏ដោយក៏ព្រះអង្គទ្រង់បានខិតខំព្យាយាមប្រយុទ្ធតទល់នឹងបារាំងជានិច្ចចលនាតស៊ូរបស់ប្រជារាស្ត្រខ្មែរដែលនាំឲ្យមានការចុះសន្ធិសញ្ញានៅឆ្នាំ1884ជាដើមជាសក្ខីភាពបង្ហាញថាព្រះបាទនរោត្តមទ្រង់បានប្រើអំណាចតស៊ូរបស់ប្រជារាស្ត្រដើម្បីតបទល់នឹងអំណាចរបស់ទាហានបារាំងសកម្មភាពរបស់ព្រះបាទនរោត្តមនេះបានធ្វើឲ្យគ្រឹះអំណាចរបស់បារាំងមានការរង្គោះរង្គើហើយបានផ្ដល់ជោគជ័យដ៏ធំមួយដល់ព្រះបាទនរោត្តមក៏ប៉ុន្តែជោគជ័យរបស់ព្រះបាទនរោត្តមនេះបានបញ្ចប់ទៅយ៉ាងឆាប់រហ័សទៅវិញដោយបារាំងបានប្រើល្បិចអូសទាញមន្ត្រីជាន់ខ្ពស់ខ្មែរឲ្យទៅចូលដៃខាងខ្លួនដែលបានធ្វើឲ្យរដ្ឋអំណាចរបស់ព្រះមហាក្សត្រនរោត្តមថមថយចុះព្រះបាទស៊ីសវត្តគឺជាព្រះអនុជរួមព្រះបិតារបស់ព្រះបាទនរោត្តមអ្វីត្បិតតែព្រះបាទស៊ីសវត្តតែងតែចិញ្ចឹមព្រះទ័យចង់បានរាជបល្ល័ង្កក៏ដោយក៏គេមិនអាចចាត់ទុកថាព្រះអង្គចាប់អារម្មណ៍តែរឿងរាជសម្បត្តិតែមួយមុខប៉ុណ្ណោះទេព្រះបាទស៊ីសវត្តគឺជាអ្នកគោរពប្រណិប័តព្រះពុទ្ធសាសនាគណៈធម្មយុត្តិដ៏មោះមុតការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការផ្លាស់ប្ដូរព្រះពុទ្ធសាសនាពីគណៈមហានិកាយឲ្យទៅជាគណៈធម្មយុត្តិវិញបានបង្កឲ្យមានភាពច្របូកច្របល់ជាច្រើននៅតាមស្រុកស្រែចម្ការតាំងពីពេលដែលព្រះអង្គមិនទាន់ឡើងគ្រងរាជ្យម្លេះព្រះបាទស៊ីសវត្តបានរៀបចំឲ្យមានការកែទម្រង់ជាច្រើនក្នុងរយៈពេលដែលព្រះអង្គគ្រងរាជ្យនៅក្នុងថ្ងៃដែលព្រះអង្គត្រូវអភិសេកឲ្យឡើងគ្រងរាជ្យនោះព្រះអង្គទ្រង់បានប្រកាសជាឱឡារិកថាអំណោះតទៅព្រះអង្គនឹងប្រគល់កម្មសិទ្ធិដីធ្លីដល់ប្រជាកសិករណាដែលត្រូវការដីសម្រាប់បង្កើនភោគផលបន្ទាប់ពីចេញប្រកាសនេះព្រះអង្គក៏បានចេញព្រះរាជក្រឹត្យមួយទៀតនៅខែមករាឆ្នាំ1908អនុញ្ញាតឲ្យប្រជារាស្ត្រអាចមានសិទ្ធិកាន់កាប់ដីធ្លីបានសូមបញ្ជាក់ថានៅមុនព្រឹត្តិការណ៍នេះគ្មាននរណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លីជាផ្លូវការនៅប្រទេសកម្ពុជាទេដីទាំងអស់ជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រតាមពិតពាក្យថាព្រះមហាក្សត្រនេះប្រែថាព្រះលើដីស្រែដ៏ធំធេងឬម្ចាស់ដីស្រែទាំងមូលនោះឯងទោះបីជាដីស្រែទាំងអស់ជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រក៏ដោយក៏ប្រជារាស្ត្រទាំងអស់មានសិទ្ធិរស់នៅនិងធ្វើអាជីវកម្មលើដីស្រែដែលខ្លួនធ្លាប់បានកាន់កាប់រួចមកហើយនោះប្រជារាស្ត្រគ្រាន់តែមិនមានលិខិតកាន់កាប់ជាផ្លូវការតែប៉ុណ្ណោះអ្វីត្បិតតែព្រះបាទស៊ីសវត្តបានចេញព្រះរាជក្រឹត្យផ្ដល់កម្មសិទ្ធិដីធ្លីដល់ប្រជារាស្ត្រតាំងពីដើមឆ្នាំ1908នោះក៏ដោយក៏ប៉ុន្តែការអនុវត្តផ្ដល់សិទ្ធិដីធ្លីជូនប្រជារាស្ត្រទើបបានចាប់ផ្ដើមធ្វើនៅឆ្នាំ1912ទេបន្ទាប់ពីមានការបង្កើតគណៈកម្មាធិការសូរិយោដីមួយរួចមក
គណៈកម្មាធិការនេះមានភារៈចុះវាស់វែងនិងធ្វើបញ្ជីដីដោយអនុលោមតាមព្រះរាជក្រឹត្យឆ្នាំ1908ប្រជារាស្ត្រមិនចាំបាច់បង់ប្រាក់ក្នុងការធ្វើកម្មសិទ្ធិដីធ្លីនេះទេក្រមមន្ត្រីរាជការទទួលបន្ទុកធ្វើការងារនេះចុះទៅវាស់វែងធ្វើបញ្ជីរួចផ្ដល់កម្មសិទ្ធិជាលាយលក្ខណ៍អក្សរដល់អ្នកដែលរស់នៅនិងធ្វើអាជីវកម្មលើដីនោះតែម្ដងតែទោះជាយ៉ាងណាក៏ដោយប្រជារាស្ត្រមិនសូវសប្បាយចិត្តទទួលស្វាគមន៍ចំពោះការធ្វើកម្មសិទ្ធិដីធ្លីនេះទេប្រជារាស្ត្រយល់ថានេះគ្រាន់តែជាការបង្កើនការត្រួតពិនិត្យនិងបង្កភាពងាយស្រួលដល់អាជ្ញាធរក្នុងការយកពន្ធដារលើដីស្រែតែប៉ុណ្ណោះប្រជារាស្ត្រយល់ឃើញថាគ្មានប្រយោជន៍អ្វីនិងផ្លាស់ប្ដូរប្រពៃណីទំនៀមទម្លាប់ដែលគេធ្លាប់តែអនុវត្តរាប់ពាន់ឆ្នាំនោះមកហើយទេម្យ៉ាងទៀតប្រទេសកម្ពុជាមិនដែលខ្វះខាតដីសម្រាប់រស់នៅនិងធ្វើអាជីវកម្មដូចជាប្រទេសជិតខាងម្ដងណាឡើយដីស្រែដ៏សម្បូរទាំងនោះមានជីជាតិនិងមានអំណោយផលនិងធ្លាប់ផ្ដល់ភោគផលដល់ប្រជារាស្ត្រខ្មែរឲ្យរស់នៅបានសម្បូរសប្បាយដោយមិនចាំបាច់ប្រើកម្លាំងពលកម្មខ្លាំងណាស់ណាទេលើកលែងតែពេលមានសង្គ្រាមឬគ្រោះធម្មជាតិដែលមិនអនុញ្ញាតឲ្យប្រជាកសិករប្រកបការងារបានតែប៉ុណ្ណោះភាពងាយស្រួលនិងសម្បូរសប្បាយរបស់ប្រជារាស្ត្រខ្មែរត្រូវបានអ្នកប្រាជ្ញបរទេសមួយចំនួនយល់ថាបានធ្វើឲ្យប្រជារាស្ត្រខ្មែរមាននិន្នាការឬមានទំនោរទៅរកភាពអសកម្មមិនស៊ូសទានិងភាពខ្វះការសាកល្បងនិងប្រថុយប្រថានក្នុងជីវភាពប្រចាំថ្ងៃថែមទៀតផងក្រៅពីការកែតម្រង់កម្មសិទ្ធិដីធ្លីព្រះបាទស៊ីសុវត្ថិក៏ទ្រង់បានចេញព្រះរាជក្រឹត្យកែតម្រង់ផ្នែកដទៃទៀតជាច្រើនដែរនៅឆ្នាំ1904ក្រោយពេលដែលព្រះអង្គទ្រង់បានឡើងសោយរាជ្យភ្លាមព្រះអង្គទ្រង់បានចេញព្រះរាជក្រឹត្យមួយលុបបំបាត់ចោលទោសប្រហារជីវិតនិងលុបបំបាត់ការដាក់ច្រវាក់អ្នកទោសនៅថ្ងៃទី5ខែឧសភាឆ្នាំ1905ព្រះអង្គបានចេញព្រះរាជក្រឹត្យមួយទៀតឲ្យកែប្រែច្បាប់ព្រហ្មទណ្ឌឡើងវិញរហូតដល់ខែវិច្ឆិកាឆ្នាំ1911ទើបច្បាប់ព្រហ្មទណ្ឌថ្មីត្រូវបានដាក់ចេញឲ្យប្រើប្រាស់ដោយបានកែប្រែរបៀបធ្វើទារុណកម្មអ្នកទោសដូចសត្វធាតុដែលមានចែងក្នុងច្បាប់ពីសម័យមុនឲ្យមកជារបៀបធ្វើទារុណកម្មមានភាពមនុស្សធម៌ជាងមុនវិញចំពោះរបៀបរបបជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារក៏ព្រះបាទស៊ីសុវត្ថិទ្រង់ចាត់ឲ្យមានការប្រឡងចូលធ្វើការងារហើយទ្រង់ចាត់ឲ្យមានការផ្ដល់សញ្ញាបត្រដល់មន្ត្រីណាដែលប្រឡងជាប់នៅខែធ្នូឆ្នាំ1904ព្រះបាទស៊ីសុវត្ថិទ្រង់ចេញព្រះរាជក្រឹត្យមួយដែលចែងថាអំណោះតទៅមេស្រុកទាំងអស់ដែលមានភារកិច្ចដោះស្រាយរោគយុត្តិធម៌ឲ្យប្រជារាស្ត្រនៅក្នុងស្រុកភូមិដូចជាតុលាការមួយរូបដែរត្រូវតែរៀនឲ្យចេះច្បាប់និងត្រូវប្រឡងមុខវិជ្ជាច្បាប់នេះមុននឹងចូលកាន់កាប់ការងារជាចៅហ្វាយស្រុកនៅខែធ្នូឆ្នាំ1904ដដែលព្រះបាទស៊ីសុវត្ថិក៏បានចេញព្រះរាជក្រឹត្យមួយលុបបំបាត់ការសុំលិខិតធ្វើដំណើរដែលពីមុននោះគេតម្រូវឲ្យប្រជារាស្ត្រត្រូវតែមានជាប់នឹងខ្លួនពេលធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយការបើកសិទ្ធិក្នុងការដើរហើរដោយសេរីជូនប្រជារាស្ត្រនេះធ្វើឲ្យមានការទទួលស្វាគមន៍យ៉ាងរីករាយពីសំណាក់ប្រជារាស្ត្រខ្មែរផងនិងពីសំណាក់លោកទេសាភិបាលជាន់ខ្ពស់បារាំងផងដែរលើវិស័យអប់រំវិញព្រះបាទស៊ីសុវត្ថិក៏បានផ្ដល់ទីតាំងដែលព្រះអង្គធ្លាប់គ្រប់គ្រងទៅឲ្យអាណាព្យាបាលបារាំងសង់សាលារៀនថ្មីមួយចំនួននៅក្នុងឆ្នាំ1905អាណាព្យាបាលបារាំងនៅប្រទេសកម្ពុជាបានប្រកាសថាមានសិស្សចំនួន750នាក់បានចូលរៀននៅសាលានានានៃរាជធានីភ្នំពេញក្នុងនោះមានបុត្រារបស់ព្រះញាតិវង្សចំនួន29អង្គនិងបុត្រី25អង្គបារាំងក៏បានប្រកាសថានៅតាមខេត្តនានាវិញមានសិស្សសរុបទាំងអស់400នាក់បានចូលរៀននៅក្នុងសាលាដែលបារាំងចាត់ចែងសូមបញ្ជាក់ថាចំនួនខាងលើនេះមិនរាប់បញ្ចូលសិស្សដទៃទៀតដែលរៀននៅតាមសាលាវត្តអារាមនានាតាមបែបប្រពៃណីខ្មែរទេ